ស្ដីទៅកាន់បងប្អូនអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់នាំអារម្មណ៍បងប្អូនពុកម៉ែទៅទស្សនាវីដេអូឪពុកម្ដាយរបស់ខ្ញុំដែលកំពុងដាំដំណាំចម្ការនៅឯស្រុកកំណើតដោយអ្វីដែលអ្នកបានទស្សនានៅក្នុងវីដេអូអញ្ចឹងគឺឃើញថាដំណាំរបស់គាត់មានការដាំច្រើនមុខច្រើនប្រភេទដូចជាអំពៅដែលឃើញហ្នឹងគឺល្អមែនទែនហើយអំពៅរបស់គាត់គឺឃើញថាផ្អែមឈ្ងុយឆ្ងាញ់មែនទែនបងប្អូនបានពិសាហើយឃើញថាដកចិត្តមិនរួចទេហើយអំពៅនេះគឺយកពូជមកពីនៅខាងគ្រីវងដែលជាអំពៅគាត់ដាំសម្រាប់គៀបទឹកចឹងយើងយកមកដាំនេះគឺដូចជាមិនសម្រាប់លក់គ្រាន់តែសម្រាប់ចែកជូនបងប្អូននិងអ្នកមកទិញបន្លែអីគាត់ញ៉ាំតែប៉ុណ្ណោះដោយសារតែចម្ការនេះមានអណ្ដូងទឹក2ដូចដែលអ្នកបានឃើញអញ្ចឹងគឺអណ្ដូងទឹកមួយយើងអត់អាចថាផ្គត់ផ្គង់ទឹកគ្រប់ទេអញ្ចឹងយើងត្រូវចំណាយអណ្ដូងទឹក2សម្រាប់ស្រោចស្រពទៅលើប្រព័ន្ធទឹកយើងមិនបានរៀបចំជាប្រព័ន្ធទឹកអីអស់ចាណាស់ណាទេគ្រាន់តែមានម៉ាស៊ីនហើយនឹងក្បាលទុយោសម្រាប់បាញ់ស្រោចស្រពអញ្ចឹងអំពៅនេះឃើញថាល្អមែនទែនដូចបងប្អូនបានទស្សនាអញ្ចឹងគឺខ្ញុំដើរទៅឃើញថាដើមវាគួរឲ្យចង់ញ៉ាំមែនទែនខ្លាំងវាឃ្លាតវែងមិនដូចជាខ្លាំងអំពៅខ្លះញឹកហ្នឹងគឺយើងញ៉ាំអត់ឆ្ងាញ់ទេពេលយើងញ៉ាំទៅមានអារម្មណ៍ថាវាខ្លាំងច្រើនយើងធ្វើឲ្យសាបអត់ដូចជាខ្លាំងវែងយើងឃើញតែទឹកច្រើនខ្ញុំទៅសើឪពុកម្ដាយរបស់ខ្ញុំណាស់គាត់មានឆន្ទៈក្នុងការដាំដំណាំរបស់គាត់ដោយមិនបោះបង់ជាច្រើនឆ្នាំមកហើយដោយប្រើប្រាស់ទៅលើដីមួយកន្លែងនេះឃើញថាការប្រមូលផលនិងដំណាំរបស់គាត់ក្រៅពីការធ្វើស្រែចម្ការឃើញថាពិតជាល្អមែនទែនអញ្ចឹងសម្រាប់អ្នករស់នៅក្នុងភូមិបើសិនជាចង់ដាំអាចមកស្ដាប់បច្ចេកទេសពីគាត់ដោយងាយការដាំងាយបានផលងាយហើយបន្ទាប់ពីអស់ដំណាំអំពៅយើងមកទស្សនាជីពងទាកូនបាទជីពងទាកូនឃើញថាខ្ចីល្អមែនទែនបងប្អូនមានពងទាកូនអីកុំភ្លេចបាទមកអាចទិញបានអញ្ចឹងឃើញថាអំពៅរបស់គាត់នេះគឺដាំច្រើនកន្លែងមែនទែនហើយដីនោះដីទំនេរតែគាត់កំពុងតែសាបព្រុសចាប់ដើមដាំទៀតហើយបាទលហុងអីក៏មានដែរដើមលហុងដូចបងប្អូនឃើញថាផ្លែល្អមែនទែនសម្រាប់លហុងគឺដើមតូចទេតែផ្លែឡើងច្រើនមែនទែនសម្រាប់ឪពុកខ្ញុំដែលកាន់រនាស់នោះគឺសម្រាប់ញែកដីឲ្យវាម៉ត់ល្អសម្រាប់ដាំដំណាំបន្ថែមទៀតនេះស្
ស្ពៃមានស្ពៃចកមានផ្ទៃអីអញ្ចឹងណាបងប្អូនដាំលាយគ្នាធ្វើមិនឲ្យតែបានច្រើនសម្រាប់លក់អញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះជូនពរបងប្អូនសុខភាពល្អជម្រាបលា